ដេចតេជោហ៊ុនសែនដឹកនាំប្រមុខរដ្ឋនិងប្រមុខនៃរដ្ឋាភិបាលអាស៊ានចូលសវនកម្មជាមួយព្រះមហាក្សត្រនៅមុខកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានអាស៊ានបានដឹកនាំគណៈប្រតិភូប្រមុខរដ្ឋាភិបាលអាស៊ានចូលសវនកម្មជាមួយនឹងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថ្វាយជូនស្ដីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី40និងលើកទី41និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងព្រះបរមរាជវាំងនាព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2022នេះប្រមុខរាជរដ្ឋាភិបាលអាស៊ានចំនួន34ប្រទេសនិងស្ថាប័នអន្តរជាតិបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី40និងលើកទី41និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាចាប់ផ្ដើមពីថ្ងៃទី10ដល់ថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2022ប្រមុខរាជរដ្ឋាភិបាលអាស៊ានមានដូចជាព្រះមហាក្សត្រប្រ៊ុយណេប្រធានាធិបតីឥណ្ឌូនេស៊ីប្រធានាធិបតីហ្វីលីពីននាយករដ្ឋមន្ត្រីចិនវៀតណាមឡាវថៃសិង្ហបុរីនិងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនតាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2022ខែវិច្ឆិកាថ្ងៃស្អែកនេះគឺប្រធានាធិបតីកូរ៉េអនុប្រធានាធិបតីឥណ្ឌាអគ្គលេខាធិការអង្គការសហប្រជាជាតិនាយករដ្ឋមន្ត្រីអូស្ត្រាលីនាយករដ្ឋមន្ត្រីជប៉ុននិងអញ្ជើញមកដល់កម្ពុជាចំណែកនៅថ្ងៃទី12ខែវិច្ឆិកាតាមកម្មវិធីគឺប្រធានាធិបតីសហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីកាណាដានិងញូហ្សេឡង់នឹងអញ្ជើញមកដល់កម្ពុជាឯកឧត្តមគង់ភុកអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតបានឲ្យដឹងថាពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្ដើមពីថ្ងៃទី10ដល់ថ្ងៃទី13ខែវិច្ឆិកាមានដំណើរការទៅមុខដោយរលូនគ្រប់ផ្នែកទាំងអស់គឺបានធ្វើការសស្រាក់សស្រាំសម្រាប់សម្រួលគ្នាទៅវិញទៅជារួមគឺការរៀបចំកិច្ចប្រជុំកំពូលគឺមានលេខាធិការដ្ឋានរៀបចំនិងសម្រាប់សម្រួលរួមក៏ដូចជាអនុគណៈកម្មការដល់ទៅ7ទៅតាមផ្នែកជំនាញរៀងៗខ្លួនហើយត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលថ្នាក់ដឹកនាំកំពូលរបស់អាស៊ានក៏ដូចជាដៃគូទាំងអស់មានរហូតដល់34ប្រទេសនិងស្ថាប័នអន្តរជាតិហើយសឹងតែទាំងអស់គឺមានការចូលរួមកម្រិតកំពូលដោយឡែកពីករណីគឺឥណ្ឌានិងម៉ាឡេស៊ីដោយសារតែគាត់មានការរៀបចំការបោះឆ្នោតចំពេលដែលយើងរៀបចំកិច្ចប្រជុំកំពូលហើយក៏មានការលំបាកសម្រាប់គាត់អញ្ជើញមកប៉ុន្តែគួរចាត់តំណែងជាន់ខ្ពស់ដែរឧទាហរណ៍ឥណ្ឌាបានចាត់អនុប្រធានាធិបតីនិងម៉ាឡេស៊ីគឺអតីតប្រធានសភាដូច្នេះគឺមិនមានបញ្ហាអ្វីអីទេដែលពាក់ព័ន្ធជាមួយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសដៃគូក៏ដូចជាប្រទេសសមាជិកអាស៊ាននេះខ្ញុំវិកីពី Big News